ស្ដេចអង្គនេះត្រឡប់មកវិញហើយតើនរណាហ៊ានយកស្រីរបស់ស្ដេចអង្គនេះចេញទៅវិញឲ្យឆាប់សិនយានខ្ញុំតើខ្ញុំស្លាប់ហើយមែនទេប្រែថាពិភពលោកក្រោយពេលស្លាប់ពិតជាមានលោកមែនស្រីល្ងងតើនរណាអនុញ្ញាតឲ្យនាងស្លាប់បើគ្មានបញ្ជារបស់ស្ដេចអង្គនេះទេសូម្បីតែច្បាប់ឋានសួគ៌ក៏មិនអាចយកនាងទៅបានដែរសិនយានវាក្តៅពេលដងលោកមិនទាន់ស្លាប់ទេស្ដេចអង្គនេះគ្រាន់តែត្រឡប់ទៅឋានព្រះដើម្បីសម្រាប់មួយស្របនិងក៏សាងរូបកាយព្រះឡើងវិញតែប៉ុណ្ណោះតើនរណាឲ្យស្រីល្ងងដូចជានាងមកកន្លែងខ្មោចឡងបែបនេះហើយធ្វើឲ្យខ្លួនឯងក៏ដូចជារូបចម្លាក់ទឹកកកហឹកអាមនុស្សអាក្រក់លោកដឹងទេថាខ្ញុំតាមរកលោកអស់រយៈពេល5ឆ្នាំហើយលោកដឹងទេថាខ្ញុំនឹករលកខ្លាំងប៉ុណ្ណាបើជានឹកចូលមកក្នុងរង្វង់ដៃរបស់ស្ដេចអង្គនេះមកចាប់ពីពេលនេះទៅស្ដេចអង្គនេះនឹងមិនទៅណាចោលទៀតទេនឹងមិនឲ្យនាងស្រក់ទឹកភ្នែកសំបីតែមួយដំណក់ឡើយសិនយានខ្ញុំស្មានតែខ្ញុំកំពុងយល់សប្តិខ្ញុំមិនហ៊ានគេងទេខ្ញុំខ្លាចថាពេលភ្ញាក់ឡើងលោកប្រែទៅជាធំម្ដងទៀតស្រីល្ងងឥឡូវនេះស្ដេចអង្គនេះមានរូបកាយព្រះដែលក៏សាងឡើងវិញខ្លាំងជាងមុនទៅទៀតនិងមិនប្រែជាធំទៀតឡើយចុះ5ឆ្នាំនេះលោកទៅងប់នៅណាហើយអ្វីមិនចូលយល់សប្តិប្រាប់ខ្ញុំខ្លះព្រលឹងព្រះរងរបួសធ្ងន់ធ្ងរត្រូវត្រាំក្នុងអាងទឹកទិព្វនៃឋានព្រះអស់រយៈពេល5ឆ្នាំទើបអាចជួសជុលបានខ្លះពេលស្ដេចអង្គនេះភ្ញាក់ឡើងភ្លាមក៏ដឹងពីក្លិនរបស់នាងហើយក៏ទម្លុះលំអាកាសមកទីនេះភ្លាមសំបីតែសម្លៀកបំពាក់ក៏ដូរមិនទាន់ដែរពិតជាលោកមែនពិតជាល្អណាស់ស្រីម្នាក់នេះបើនាងនៅតែរើទៀតស្ដេចអង្គនេះមិនធានាថាស៊ុបមួយចាននេះនៅសល់ឬអត់នោះទេតើមានយន្តការអ្វីនៅក្នុងពូបក្សីដែកនេះហើយអ្វីវាអាចហោះបានលឿនបែបនេះសូម្បីតែការហោះហើរលើដាវរបស់ស្ដេចអង្គនេះក៏មិនទាន់ស្មើនឹងវាផងលោកសិននេះគឺជាយន្តហោះឯកជនវាដំណើរការដោយម៉ាស៊ីនយន្តហោះវាគ្រាន់តែជាល្បិចបច្ចេកទេសប៉ុណ្ណោះប៉ុន្តែវាក៏ស័ក្តិសមនឹងឋានៈជាស្រីរបស់ស្ដេចអង្គនេះដែរសិនយានយើងត្រឡប់ទៅផ្ទះវិញបាទត្រឡប់ទៅផ្ទះរបស់យើងវិញលោកស្រីស៊ូតើយប់នេះទំនេរញ៉ាំបាយជាមួយគ្នាទេឈុតដែលលោកស្រីរចនាលើកមុនខ្ញុំចូលចិត្តខ្លាំងណាស់ចង់មកពិភាក្សាលម្អិតជាមួយលោកស្រីបន្តិចអូយឈឺលេងដៃតើអាចឆ្កែព្រៃមកពីណាហ៊ានមកប៉ះពាល់ស្រីរបស់ស្ដេចអង្គនេះសិនយានកុំធ្វើឲ្យគេពិការអីនេះជាសង្គមមានច្បាប់ទម្លាប់ចេញទៅបើហ៊ានបង្ហាញមុខនៅចំពោះមុខនាងក្នុងចម្ងាយបេហាត់ទៀតស្ដេចអង្គនេះនឹងកាត់ដៃអញចោលមិនសមហេតុផលតតែសោះមនុស្សប្រុសម្នាក់នេះពិតជាគ្មានមារយាទមែនហ៊ានតាំងខ្លួនជាព្រះនៃសង្គ្រាមហើយថែមទាំងហ៊ានអោបស្រីផ្សេងទៀតបងប្រុសនោះគឺជាការសម្ដែងទេវាមិនមែនជាការពិតឡើយស៊ូខ្ញុំស្រឡាញ់អូនឆ្លើយណាស់ហ៊ានហៅឈ្មោះស្រីរបស់ស្ដេចអង្គនេះចំបែបនេះចង់ងាប់មែនទេសិនយានទូរទស្សន៍ខ្ញុំទៅតែទិញទេហ៊ានមកចង់បានស្រីរបស់ស្ដេចអង្គនេះកំតិចរបស់ក្មេងលេងមួយនេះចាត់ទុកថាស្រាលហើយថ្ងៃស្អែកស្ដេចអង្គនេះនឹងទិញប៉ុស្តិ៍ទូរទស្សន៍នេះហើយឲ្យចាក់តែរូបថតរបស់ស្ដេចអង្គនេះពេញមួយថ្ងៃតែម្ដងលោកជាទេវតាបុរាណបែបនេះតើមានលុយឯណាទៅទិញគ្រាន់តែយកត្បូងមរកតស្វាយមាសពីឃ្លាំងកំណប់ឋានព្រះរបស់ស្ដេចអង្គនេះមកតែមួយដុំក៏អាចទិញទឹកដីពាក់កណ្ដាលនៃលោកេនេះបានដែរមិនអនុញ្ញាតឲ្យមើលបរិសុទ្ធផ្សេងទេក្នុងភ្នែករបស់នាងត្រូវតែមានតែស្ដេចអង្គនេះម្នាក់គត់លោកស្រីស៊ូទើបតែមានអ្នកយកមាសនិងត្បូងទឹមដែលមិនអាចកាត់ថ្លៃបានទៅទិញកោះឯកជនមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកហើយថែមទាំងបានប្រកាសលិខិតអញ្ជើញអាពាហ៍ពិពាហ៍នៅលើប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកទៀតផងតើនរណាមានចិត្តទូលាយដល់ថ្នាក់ហ្នឹងគឺស្ដេចអង្គនេះលោកឈួតហើយមែនទេតើលោកបានងាកមកពីណាការពារច្រើនម្ល៉េះស្ដេចអង្គនេះធ្លាប់ប្រាប់ហើយថាឃ្លាំងកំណប់ឋានព្រះបានបើកហើយកាលពី5ឆ្នាំមុនស្ដេចអង្គនេះជំពាក់អាពាហ៍ពិពាហ៍មួយដល់នាងលើកនេះស្ដេចអង្គនេះចង់ឲ្យសព្វសត្វក្នុងភពទាំង3ដឹងថានាងស៊ូគឺជាមហេសីតែមួយគត់របស់ស្ដេចអង្គនេះអាសត្វចម្លែកហ៊ានចូលមកក្នុងដំណាក់របស់ស្ដេចអង្គនេះហើយថែមទាំងបញ្ចេញសម្លេងចម្លែកបែបនេះទៀតស្លាប់ទៅ
សិនយានលោកធ្វើស្អីទៀតហើយនោះគឺជាម៉ាស៊ីនបោកផ្ទះទេជាគ្រឿងទី3ហើយដែលខ្ញុំទិញក្នុងខែនេះ ស្ដេចអង្គនេះឃើញវាមានសកម្មភាពចម្លែកព្យាយាមបឺតយកធម្មពលវិញ្ញាណពីលើដីខ្លាចថាវាធ្វើបាបនាងទើបស្ដេចអង្គនេះសម្លាប់វាចោល លោកជាទេវតាចាស់គំរើសុងម៉ាស៊ីនបោកផ្ទះខ្ញុំមកវិញភ្លាម អូយឈឺភរិយាស្រាដៃបន្តិចមកយ៉ាងច្រើនយប់នេះស្ដេចអង្គនេះនឹងប្រើមន្តអាគមបោកផ្ទះឲ្យនាងដោយផ្ទាល់តែម្ដង នេះជាសម្ដីរបស់លោកណាបើយប់នេះជួបផ្ទះមិនស្អាតទេមិនអនុញ្ញាតឲ្យឡើងមកគេងលើក្រែឡើយ រឿងបោះផ្ទះទុកចាំស្អែកទៅភរិយាសម្លាញ់យប់ដ៏មានតម្លៃបែបនេះយើងគួរតែពិភាក្សាលម្អិតជាមួយគ្នាពីរឿងបង្កើតទេវតាសង្គ្រាមតូចម្នាក់មែនទេ តាក់ខ្ញុំចុះភ្លាមមេឃនៅភ្លឺច្បាស់សោះលោកឈួតស្អីនឹង